ជម្រាបលាជាធៀបកង្ឃើសូមជូនដំណឹងអនុវត្តតាមចរាចរណ៍លេខ08/2026របស់ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចាប់ពីថ្ងៃទី15ខែមេសាតទៅអតិថិជនដែលប្រើប្រាស់សេវាទូរស័ព្ទចរិតទាំងអស់ត្រូវធ្វើការបញ្ជាក់ព័ត៌មានតាមរយៈទិន្នន័យជីវវិទ្យាដើម្បីធានានូវភាពត្រឹមត្រូវនិងសុវត្ថិភាពក្នុងអំឡុងពេលប្រើប្រាស់សេវាកម្មទូរគមនាគមន៍ដើម្បីពិនិត្យលេខទូរស័ព្ទរបស់លោកអ្នកចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពបែបឬអត់អតិថិជនអាចពិនិត្យមើលសារជូនដំណឹងពីប្រព័ន្ធវិថែមឬផ្ញើសារតាមទម្រង់ TTTB.clear លេខអត្តសញ្ញាណប័ណ្ណរួចផ្ញើទៅកាន់លេខ1414ប្រជាជនអាចធ្វើការបញ្ជាក់បានយ៉ាងឆាប់រហ័សនិងងាយស្រួលនៅផ្ទះតាមរយៈកម្មវិធី My Viettel ឬកម្មវិធី VNeID ជាមួយគណនីអត្តសញ្ញាណអេឡិចត្រូនិកកម្រិត2ក្នុងករណីមិនអាចអនុវត្តដោយខ្លួនឯងបានអតិថិជនអាចអញ្ជើញទៅកាន់ហាងបណ្ដាញប្រតិបត្តិការរបស់ Viettel ឬចំណុចជំនួយលើភូមិឋានដើម្បីទទួលបានការណែនាំសូមអតិថិជនមេត្តាបង្ហាញការងារនេះមុនថ្ងៃទី15ខែឧសភាដើម្បីផលប្រយោជន៍និងសុវត្ថិភាពតខ្លួនសូមអតិថិជនមេត្តាម្ចាស់ការក្នុងការបញ្ជាព័ត៌មានលេខទូរស័ព្ទឲ្យបានឆាប់រហ័សបំផុត Viettel កង្ឃើសូមជម្រាបជូនដំណឹងដោយក្តីគោរព